យើងដឹងហើយថាកូរ៉េជាប្រទេសមួយដែលមានការរីកចម្រើនខុសពីកម្ពុជាខុស5យ៉ាងទី1កូរ៉េបានឆ្លងកាត់សង្គ្រាមនៅឆ្នាំ1950ហើយបានបញ្ចប់53កូរ៉េចាប់ផ្ដើមកសាងប្រទេសខ្លួនដោយឈរនៅលើស្មារតីសេដ្ឋកិច្ចជាធំហើយមានមិត្តល្អនៅពីក្រោយគឺសហរដ្ឋអាមេរិកឯកម្ពុជានៅឆ្នាំ1953បានទទួលឯករាជ្យពីអាណានិគមនិយមបារាំងយើងមានសេចក្តីសុខបានតែ10ឆ្នាំទេបានតែ10ឆ្នាំទេយើងដូរឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមយើងឃើញហើយនៅឆ្នាំ1970ព្រះរាជាណាចក្រកម្ពុជាបានជួបនៅវិបត្តិមួយគឺគេហៅថាការដូររបបពីរាជានិយមមកសាធារណរដ្ឋនេះបើសិនយើងដើរត្រូវអ្នកនយោបាយខ្មែរដើរត្រូវមិនខុសពីកូរ៉េទេអាចលឿនជាងប្រទេសកូរ៉េលឿនយ៉ាងម៉េចកម្ពុជាមានទាំងអស់ប៉ុន្តែកម្ពុជាដើរនយោបាយខុសយើងអព្យាក្រឹតតែបបេមាត់តែផ្ទុយទៅវិញយើងចាប់ដៃជាមួយបណ្ដាប្រទេសឆ្វេងនិយមហើយរុញកម្ពុជាឈានទៅដល់ដំណាក់កាលសង្គ្រាមទី2កូរ៉េខុសពីកម្ពុជាកូរ៉េបញ្ចប់សង្គ្រាមនៅឆ្នាំ1953កូរ៉េបានរុញសេដ្ឋកិច្ចរបស់ខ្លួនឈរនៅលើជំហរបណ្ដុះបណ្ដាលធនធានមនុស្សឯកម្ពុជានៅរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1975ហើយបញ្ចប់នៅឆ្នាំ1979បានសម្លាប់បញ្ញវន្តខ្មែរស្ទើរតែទាំងអស់ខុសពីកូរ៉េគេចប់សង្គ្រាមគេបណ្ដុះបណ្ដាលធនធានមនុស្សឯកម្ពុជាសម្លាប់អ្នកចេះអស់បាទអស់អាលីងអ្នកដែលចេះមាននៅតែនៅខាងប្រទេសក្រៅទេដែលឈានចូលមកអញ្ចឹងប្រទេសមួយមានធនធានធម្មជាតិតែគ្មានធនធានមនុស្សមិនអាចកែប្រែសេដ្ឋកិច្ចឲ្យបានរីកចម្រើនបានទេទី3ដែលប្រទេសកម្ពុជាខុសពីកូរ៉េខុសត្រង់ថាកម្ពុជានៅមិនមែននៅលើកោះដែលព័ទ្ធទៅដោយសមុទ្រហើយកូរ៉េបានរុញប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនឯកម្ពុជាមានសពគ្រប់បើប្រៀបធៀបនឹងធនធានធម្មជាតិកម្ពុជាមានច្រើនមែនទែនប៉ុន្តែកម្ពុជាអត់បានចេះថែរក្សាហើយប្រើធនធានធម្មជាតិមិនចំទិសដៅដែលធ្វើឲ្យប្រទេសរបស់យើងជួបឧបសគ្គមកដល់ថ្ងៃនេះចំណុចទី4ដែលយើងខុសពីកូរ៉េត្រង់ថាកូរ៉េជាជនជាតិមួយជាតិនិយមខ្ញុំឃើញប្អូនស្រីដែលជាជំនួយការរបស់ខ្ញុំផ្ទាល់គឺលោកស្រីកាងគង្ហ៊ីហ្នឹងណាមកដល់កម្ពុជាហើយគាត់ជិះឡានកូរ៉េគាត់ហូបហាងកូរ៉េប៉ុន្តែកម្ពុជាអត់មែនចឹងទេបាទរបស់ខ្លួនអត់ប្រើរបស់គេអញ្ចឹងអាកន្លែងហ្នឹងដែលវាខុសគ្នាអាហ្នឹងវារុញចរន្តសេដ្ឋកិច្ចឲ្យមានដំណើរអញ្ចឹងយើងត្រូវរៀនសូត្រពីកូរ៉េនៅត្រង់ចំណុចហ្នឹងបាទយើងត្រូវរៀនសូត្រពីគេហើយរុញដំណើរសេដ្ឋកិច្ចរបស់យើងឲ្យបានរីកចម្រើនហើយចំណុចទី5ដែលយើងខុសពីកូរ៉េខុសហើយលំបាករៀបចំរុញគឺចំណុច1ការប្រកួតប្រជែង4ទី1ប្រកួតប្រជែងទៅលើចំណេះដឹងទី2ប្រកួតប្រជែងទៅលើទីផ្សារទី3ប្រកួតប្រជែងទៅលើគេហៅថាព័ត៌មានហើយទី5ទៅលើការប្រកួតប្រជែងបើកទៅលើបច្ចេកវិទ្យាកម្ពុជាបច្ចេកវិទ្យាអត់មាននៅក្នុងកម្រិតទាបដោយសារតែយើងបាត់ធនធានមនុស្សដែលត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យសម្លាប់ទី2ដែលប្រទេសកម្ពុជាមិនអាចប្រកួតប្រជែងបានដែលយើងឃើញទាំងអស់គ្នាទៅលើផ្នែកស្អីធនធាននេះគឺដើរតួនាទីសំខាន់ណាស់ខ្ញុំតែនិយាយថាសម្រួលឈើខ្លឹម
ប៉ុន្តែគេសម្រួចឈើដែលដូចគ្នាខុសពីកូរ៉េគេសម្រួចឈើខ្លឹមយើងសម្រួចដែលឈើដូចគ្នាហើយឈើដូចគ្នាមិនប្រកាសថាបានជោគជ័យទេ